ជំរាបសួរពុកម៉ែបងប្អូនវិលមកជួបជាមួយនឹងខ្ញុំទៀតហើយសាត់សេម៉ារ៉ុននៅប្រទេសម៉ាឡេស៊ីថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយបងប្អូនមានឈ្មោះថាឆាជើងមាន់ជាមួយនឹងទឹកម្ទេសសៀងបងប្អូនឥឡូវមកចាប់ផ្ដើមមើលគ្រឿងទាំងអស់គ្នាបងប្អូនដំបូងមានជើងមាន់និងម្ទេសខ្ញុំហាន់តូចបន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្ទឹមសកឡុកឲ្យល្អិតសិនបន្ទាប់មកក៏ដាក់ជាមួយនឹងសៀងបងប្អូនសៀងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយបងប្អូនហើយបន្ទាប់មកខ្ញុំក៏ក្លុកម្សាទៀតបងប្អូនព្រោះអីខ្ទឹមជាមួយនឹងម្ទេសជាមួយនឹងសៀងហ្នឹងយើងដាក់ក្លុកចូលគ្នាម្សាទៀតចឹងណាបន្ទាប់មកខ្ញុំក៏កាប់ជាមួយនឹងជើងមាន់កាប់ជា2អញ្ចឹងបងប្អូនហើយជើងមាន់ហ្នឹងក៏ពុះតែថាយើងពុះពាក់កណ្ដាលអញ្ចឹងណាមុនពេលកាប់ជើងមាន់ដាក់ដាំទឹកឲ្យហើយទៅបងប្អូនព្រោះអីយើងត្រូវការស្រុះជើងមាន់ដែរអញ្ចឹងបងប្អូនទម្រាំដែលយើងកាប់ហើយយើងទឹកយើងក៏ពុះដែរអាចស្រុះបានដែរអញ្ចឹងបងប្អូនឥឡូវជើងមាន់កាប់ហើយបងប្អូនខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចបន្ទាប់មកខ្ញុំចាក់ជើងមាន់ចូលហ្មងបងប្អូនខ្ញុំទុករយៈពេល5នាទីបងប្អូនឲ្យពុះអញ្ចឹងហើយដល់ពេលពុះមកពុះវាមានពុះមានអីយើងត្រូវស្រង់ចេញណាបងប្អូនឥឡូវចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមស្រង់ពពុះហ្នឹងចេញអស់ហើយបងប្អូនព្រោះឯពពុះឡើងខ្មៅអញ្ចឹងខ្ញុំត្រូវស្រង់ចេញអស់បន្ទាប់មកខ្ញុំយកទៅចាក់ចោលទឹកហ្នឹងយកចាក់ចោលបន្ទាប់មកខ្ញុំលាងជាមួយនឹងទឹកត្រជាក់បងប្អូនហើយគល់ក្រៃនិងស្លឹកក្រូចអីហ្នឹងស្រង់ចេញមកបងប្អូនព្រោះអីខ្ញុំពេលខ្ញុំថតខ្ញុំបានស្រង់ចេញអញ្ចឹងណាឥឡូវចាប់ផ្ដើមឆាទាំងអស់គ្នាបងប្អូនដំបូងខ្ញុំដាក់ខ្លាញ់បន្ទាប់មកអាគ្រឿងដែលយើងក្លុកមិញណាបងប្អូនយើងដាក់ចូលអស់មកយើងយកឆាឲ្យឈ្ងុយសិនបងប្អូនឥឡូវគ្រឿងក៏ឈ្ងុយដែរហើយបងប្អូនចាប់ផ្ដើមដាក់ជើងមាន់ចូលហើយស្លឹកក្រូចហ្នឹងស្រង់ចេញមកឆាច្របល់ចូលគ្នាឲ្យចូលជាតិគ្នាសិនណាបងប្អូនឥឡូវឆាសព្វហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងទឹកស៊ីអ៊ូខាប់ណាបងប្អូនទឹកស៊ីអ៊ូខាប់ហ្នឹងដាក់ចូលបន្តិចមកបន្ទាប់មកដាក់ជាមួយនឹងម្សៅរ៉ូឌីបន្ទាប់មកត្រឡប់ទៅបងប្អូនត្រឡប់ហើយខ្ញុំដាក់ជាមួយនឹងទឹកហ្នឹងដាក់ច្រើនតិចទៅបងប្អូនព្រោះយើងត្រូវងាស់យូរបងប្អូនខ្ញុំងាស់រយៈពេល45នាទីទៅ60នាទីបងប្អូនព្រោះអីអ្នកផ្ទះខ្ញុំគេចូលចិត្តផុយអញ្ចឹងបងប្អូនប៉ុន្តែដូចថាអ្នកស្រុកខ្មែរយើងភាគច្រើនចូលចិត្តហូបរឿងជ្រុបបងប្អូនដល់ពេលអញ្ចឹងពេលខ្លះយើងដាក់តែ30នាទីក៏បានដែរបងប្អូនព្រោះអីថាតាមចំណូលចិត្តអញ្ចឹងបងប្អូនតែខ្ញុំចូលចិត្តរឿងផុយអញ្ចឹងបងប្អូនឥឡូវជើងមាន់របស់យើងក៏ជិតឆ្អិនដែរបងប្អូនបន្ទាប់មកខ្ញុំដាក់បន្ថែមជាមួយនឹងស្ករត្នោតបងប្អូនស្ករត្នោតជាមួយនឹងម្សៅរ៉ូឌីបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនចាវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេបងប្អូនបើចូលចិត្តសូមចុច like និង share follow វីដេអូនេះមួយផងបងប្អូនអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយៗទៀតបងប្អូន